បងប្អូននេះគឺជាទូរស័ព្ទស៊េរីថ្មីឈ្មោះថា Honor X8C ដែលបាន upgrade ពី Honor X8B កាលពីឆ្នាំមុនហើយនៅតែរក្សាភាពខ្លាំងរបស់វាមួយគឺភាពធន់រឹងមាំធន់នឹងការធ្លាក់ដល់ទៅកម្ពស់ 1.8 ម៉ែត្របងប្អូនបានឃើញហើយខ្ញុំសាកវាយកែវមកប្រាវអេក្រង់វានៅតែស្អាតហើយខ្ញុំក៏សាកជាមួយដុំតកកនេះអេក្រង់វាពិតជាធន់រឹងមាំមែនទែនទូរស័ព្ទនេះមិនត្រឹមតែធន់រឹងមាំជាងមុនទេគេក៏បន្ថែមនឹងអាវក្រោះការពារទឹកIP64 ដែលការពារទូរស័ព្ទមិនឲ្យចូលទឹកខូចទេអញ្ចឹងពេលចូលឆ្នាំយើងអាចចូលទៅលេងបាញ់ទឹកបានដោយមិនចាំបាច់ស្រោបថង់ការពារពីក្រៅទេហើយទោះបីជាទូរស័ព្ទសើមដែលយើងសើមក៏យើងអាចថាច់បញ្ជាទូរស័ព្ទបានដែរមិនឆ្លងទេនៅខ្មែរយើង Honor X8C មានជម្រើស3ពណ៌ទី1គឺពណ៌បៃតងដែលមានផ្ទៃដូចជាស្បែកអញ្ចឹងដែរហើយទី2គឺពណ៌ខ្មៅគ្រើមនិងទី3គឺពណ៌សដែលមាន texture ដូចជាគុជខ្យងអញ្ចឹងដែរទូរស័ព្ទនេះមកជាមួយនឹង memory ធំដល់ទៅ 512GB ដែលអាចដាក់រូបថតនិងវីដេអូបានច្រើនមិនងាយពេញទេហើយ RAM មានទំហំ 8GB ដែលអាចបូកបន្ថែម 8GB ទៀតគេហៅថា RAM Turbo ហើយចំពោះ software ទូរស័ព្ទនេះមកជាមួយនៅ Magic OS 9ដែលលែងមានបញ្ហាអក្សរខ្មែរមិនស្មើជាមួយអក្សរអង់គ្លេសទៀតហើយនឹងនាំមកជាមួយនៅ AI ជាច្រើនកន្លែងដែលខ្ញុំស្រឡាញ់ពីទូរស័ព្ទនេះគឺអេក្រង់ឯនេះទេខ្ញុំគិតថាអេក្រង់វាស្អាតអេក្រង់ AMOLED រាបស្មើភ្លឺច្បាស់មានហ្គេមស្ដើងមើលទៅគឺពេញភ្នែកល្អមែនទែនអេក្រង់នេះបង្ហាញរូបភាពបាន Full HD+ ល្បឿន 120Hz និងមានពន្លឺភ្លឺខ្លាំងដល់ទៅ 2800 nit ដែលពិតជាភ្លឺខ្លាំងមែនទែនយើងអាចមើលអេក្រង់នៅខាងក្រៅច្បាស់ល្អទោះបីជានៅក្រោមពន្លឺថ្ងៃក៏ដោយអេក្រង់ការពារភ្នែកគឺជាកន្លែងពិសេសមួយរបស់ Honor ផងដែរវាមានកម្រិត PWM dimming ខ្ពស់ដល់ទៅ 3840Hz ដែលមិនធ្វើឲ្យមានចលនាញាក់ flick ដោយទូរស័ព្ទភាគច្រើនទេដែលជាទូទៅអេក្រង់ញាក់ flick ហ្នឹងមើលយូរទៅយ៉ាងផ្សាភ្នែកនិងបង្កជាអាការៈឈឺក្បាលជាដើមនៅខាងក្រោមអេក្រង់ក៏មាន sensor scan ម្រាមដៃដោះសោមួយដែរដែលវាទំនើបនិងធ្វើការបានត្រឹមត្រូវល្អគួរសមកាមេរ៉ាខាងក្រោយមាន sensor 2គ្រាប់ sensor goal មានទំហំ 108 megapixel និងមួយគ្រាប់ទៀតមានទំហំ 5 megapixel សម្រាប់ថតមុំទូលាយនេះគឺជារូបភាពដែលខ្ញុំបានថតហើយយើងអាចថត 1x ក៏បាននិង zoom ចូល 2x ឬក៏ 3x ក៏បានដែរហើយចំពោះគុណភាពរូបគឺល្អបង្គួរអាចប្រើការបានសម្រាប់តម្លៃប៉ុណ្ណឹងមុខងារ AI លុបវត្ថុក៏មានដែរយើងអាចលុបវត្ថុចេញឬក៏មនុស្សចេញពីប្លង់រូបភាពរបស់យើងបានហើយវាពិតជាធ្វើការបានលឿនមួយព្រិចគឺអាចលុបវត្ថុឬក៏មនុស្សចេញបានកាមេរ៉ាមុខគឺជាកន្លែងឆ្ងាញ់វាមានទំហំ 50 megapixel ហើយកាមេរ៉ាមុខនេះគេប្រើ lens ទូលាយអញ្ចឹងយើងអាចថតបានទូលាយ 0.8x បានករណីចង់ថតគ្នាច្រើនហើយករណីចង់ថត portrait ម្នាក់ឯងគឺយើងអាចប្រើ focal length 1x ធម្មតាក៏បានហើយកាមេរ៉ាមុខនេះក៏មាន flash មួយគ្រាប់ទៀតអញ្ចឹងពេលថតនៅកន្លែងងងឹតក៏យើងនៅតែបានរូបភាពភ្លឺច្បាស់ល្អចំពោះថាមពលថ្មគឺមានទំហំ 5000 mAh ដែលអាចប្រើបានយូរដល់ទៅពេញមួយថ្ងៃតាមការតេស្តរបស់ខ្ញុំហើយយើងអាចសាកចូលបានលឿនដល់ទៅ 35W ចំពោះកម្លាំងម៉ាស៊ីន Honor X8C មកជាមួយនៅបន្ទះ chip Qualcomm Snapdragon 685ដែលម៉ាស៊ីនប៉ុណ្ណេះអាចប្រើប្រាស់ការងារប្រចាំថ្ងៃបានល្អទេប្រើលើការកម្សាន្តដូចជាលេងហ្គេមក៏បានដែរវាដំណើរការបានល្អទេចំណុចខ្វះខាតគឺមានតែមួយទេគឺទូរស័ព្ទនេះមាន speaker តែមួយគ្រាប់ទេបើបាន2គ្រាប់គឺកាន់តែលយមែនទែនក្រៅពីហ្នឹងគឺល្អច្រើនទូរស័ព្ទមានអេក្រង់ AMOLED លាតដល់គែមបង្ហាញរូបភាពបានភ្លឺច្បាស់មាន memory ធំដល់ទៅ 512GB មានភាពធន់រឹងមាំអាចប្រើប្រាស់ទូរស័ព្ទដោយទំនុកចិត្តមិនងាយបាក់បែកទៅណាទេដូចខ្ញុំតេស្តអញ្ចឹងហើយក៏ធន់នឹងទឹកផងដែរអាចយកទៅលេងបាញ់ទឹកនៅថ្ងៃចូលឆ្នាំបានដោយមិនចាំបាច់ការពារនិងមិនចាំបាច់បារម្ភទេហើយអាច scan ដោះសោលើអេក្រង់បានពិតជាទំនើបដោយទូរស័ព្ទកំពូលអញ្ចឹងដែរចំពោះតម្លៃ Honor X8C មានតម្លៃ$249បងប្អូនយល់មិនដែរចំពោះ Honor X8C នេះបើត្រូវការទូរស័ព្ទធន់រឹងមាំមានតម្លៃសមរម្យគឺ Honor X8C នឹងឯងសូមអរគុណដែលបន្តមើលវីដេអូពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀត